chả được mà nụ bẹp ná cứ vì ắt ban bằng hang từ tam rồi dạ ca đã dương mơ khơi ru riêng sờ bọ hàng trâu bọ kê rư mua cỏ ca slip bẹ bọ kê rư mua cỏ ca này gì đây bọ kê thòm đá lù dương mẹ mẹ cứ vô nó cùng là dịch thùng bên đây tha mình tha cái slip bẹ bẹp nè rư mua cỏ kê bên ru riêng bẹp nè rư mua cỏ tại sẽ được bọ kê cho chất lên sai rư mua cỏ ngập bẹp nè thì tai sầm khán xua mà quanh thà chỉ vật bọ kê cứ luôn nơiក្នុងផ្លូវបែបណាយើងមើលឃើញតែសបកក្រៅតែយើងអត់បានដឹងផ្ទៃក្នុងរបស់គេហើយក៏មិនចាំបាច់អីត្រូវទៅវិនិច្ឆ័យគេនៅក្នុងផ្លូវមួយដែលគិតថាក្នុងការគិតរបស់ខ្លួនឯងតែមិនមែនជាការគិតរបស់គេពេលខ្លះយើងមើលឃើញគេតុបតែងខ្លួនបែប sexy លយឆាយឬមួយក៏ show off ឬមួយក៏អីផ្សេងអញ្ចឹងទៅតែមិនប្រកាសថានៅក្នុងខ្លួនរបស់គេជីវិតប្រចាំថ្ងៃរបស់គេនឹងដូចជាអ្វីដែលគេបានបង្ហាញនេះអ្នកទាំងអស់គ្នាមានដែលមើលឃើញនេះអ្នកដែលធ្វើការគេអត់ដែលមកអង្គុយបង្ហាញការងារគេទាំងអស់ឲ្យអ្នកទាំងអស់គ្នាឃើញនេះគេបង្ហាញតែចំណុចតូចដែលជារូបថតមួយសន្លឹកបើសិនជាគេចង់បង្ហាញតែផ្ទុយទៅវិញអ្នកខ្លះទៀតគេអត់មានធ្វើការងារអីទេតែគេព្យាយាមទៅថតរូបឬមួយក៏ព្យាយាមបង្ហាញសកម្មភាពធ្វើដូចជាគេរវល់ខ្លាំងណាស់អញ្ចឹងហើយទើបខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកុំព្យាយាមវិតម្លៃនរណាម្នាក់ត្រឹមតែសម្បកខាងក្រៅឬមួយក៏ត្រឹមតែមើលឃើញមួយផ្លែតឬមួយក៏យើងមើលឃើញតែអ្វីដែលគេចង់បង្ហាញពួកអីមិនមានពីណាគេម្នាក់ដែលមកអង្គុយបង្ហាញជីវិតពិតរបស់គេឲ្យយើងឃើញទាំងអស់ហើយអ្នកខ្លះទៅក៏មានជីវិតរីករាយហើយគេក៏ចង់រក្សាភាពស្ងប់ស្ងាត់របស់គេនៅក្នុងជីវិតរីករាយរបស់គេអត់ចង់បង្ហាញឲ្យអ្នកដទៃឃើញនាំតែមានអ្នកចំណែនឆ្លៀននេះគេទេតែអ្នកខ្លះទៀតជីវិតពិតក៏អត់សូវប្រកសំបំណងដែរតែព្យាយាមបង្ហាញទៅប្រាប់គេគ្រប់គ្នាថាខ្លួនឯងមានក្តីសុខខ្លាំងទាំងដែលក្នុងចិត្តនេះក្តីខ្ទីប្រេះស្រាំក៏មានដែរអញ្ចឹងមិនចង់និយាយថាការដែលវាតម្លៃអ្វីមួយគឺចូលកុំប្រើភ្នែកទៅមើលច្រើនពេកអីចូលប្រើវិចារណញ្ញាណក៏ដូចជាចិត្តគំនិតនិងសតិសម្បញ្ញៈឬមួយក៏បញ្ញារបស់យើងយកទៅមើលអានោះបើសិនជាចាំបាច់តែក្នុងលក្ខខណ្ឌមួយទៀតបើសិនជាបុគ្គលម្នាក់នឹងអត់មានផលប៉ះពាល់ឬមួយក៏មានអ្វីដែលយើងត្រូវចំណាយពេលត្រូវអង្គុយស្វែងយល់ពីគេផងយើងត្រូវអង្គុយស្វែងយល់ពីគេបានប្រយោជន៍អីវាអត់មានបានអីមកយើងវិញនេះអត់មានបានភាពរីកចម្រើនហើយក៏អត់មានបាននាំជាប្រយោជន៍អីដល់យើងដែរអញ្ចឹងព្យាយាមចំណាយពេលអង្គុយគិតថាយើងត្រូវអាប់ដេតខ្លួនឯងបែបណាឬមួយក៏យើងត្រូវធ្វើរឿងអីដែលជាប្រយោជន៍ដល់ខ្លួនយើងនិងសង្គមជាតិឬមួយក៏គ្រួសារយើងទៅគឺវាល្អជាងអូខេ